ក្នុងការធ្វើវីដេអូផុសនៅក្នុង page มันងាយស្រួលទេតែយើងធ្វើអត់ស្រួលគឺអាច page របស់យើងប្រឈមមុខនឹងបញ្ហាដាច់ page អាចបាត់បង់ page ទៀតបាទជំរាបសួរអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកម្លែកកន្លឹះខ្លះៗក៏ដូចជាមាន5ចំណុចចែកជូនបងប្អូនយើងដែលចង់ឬក៏មានគោលបំណងក្នុងការរកលុយជាមួយនឹង Facebook Page តាមរយៈការផលិតវីដេអូអញ្ចឹងក្នុងការរកលុយជាមួយនឹង Page ក៏គេមានគោលការណ៍បាទ Facebook ក៏មានគោលការណ៍ក្នុងការដាក់ឲ្យយើងធ្វើដែរបើសិនជាយើងបំពេញគោលការណ៍របស់ Facebook Page គឺអាចនឹងប្រឈមមុខនឹង Page របស់យើងខូចហើយរកលុយអត់បានទេក្នុងការរកលុយជាមួយនឹង Page ហ្នឹងគឺយើងត្រូវដឹងអំពីគោលការណ៍របស់ Facebook Page តើគេកំណត់គោលការណ៍របៀបម៉េចតើយើងគួរផលិតវីដេអូរបៀបណាអញ្ចឹងខ្ញុំមាន5ចំណុចធំបាទចំណុចទី1តកតងជាមួយនឹងការផុសវីដេអូអ្នកនរគ្នាគួរតែផុសវីដេអូ original វីដេអូ original ហ្នឹងគឺមានន័យថាយើងថតដោយខ្លួនឯងបាទថតវីដេអូដោយខ្លួនឯងផលិតវីដេអូដោយខ្លួនឯងតកតងជាមួយនឹងសកម្មភាពរបស់យើងប្រចាំថ្ងៃក៏ដូចជាអ្វីក៏ដោយឲ្យតែជាវីដេអូ original បាទ original ចំណុចទី2តកតងជាមួយនឹងការផុសធ្វើយ៉ាងណាឲ្យទៀងពេលនៅពេលដែលយើងផលិតវីដេអូ original ហើយយើងគួរតែផុសវីដេអូឲ្យទៀងពេលមិនមែនចេះនឹកឃើញថាអូថ្ងៃនេះខ្ញុំផុសម៉ោងប៉ុណ្នេះស្អែកឡើងខ្ញុំផុសម៉ោងប៉ុណ្នេះអញ្ចឹងការធ្វើវីដេអូរបស់យើងក៏ដូចជាអ្នកមើលវីដេអូរបស់យើងគឺមានថាជាអញ្ញាអញ្ញៃអញ្ចឹងនៅពេលអញ្ញាអញ្ញៃអ្នក audience របស់យើងគេអាចនឹងភ្លេចមុខយើងហើយណាមួយយើងថ្មីផងយើងថ្មិចផុសឲ្យទៀងតកតងជាមួយនឹងការគោរពគោលការណ៍របស់ Facebook គឺយើងដឹងហើយគោលការណ៍របស់ Facebook គឺគេមានគោលការណ៍ជាច្រើនដែររបស់ Facebook ហ្នឹងមានចំនួនប្រមាណអ្នកនរគ្នាអាចធ្វើការចូលឆែកបានហើយបើសិនជាយើងឆែកអត់ឃើញទេខ្ញុំចេញវីដេអូថ្មីមួយទៀតបាទអញ្ចឹងគោលការណ៍របស់ Facebook គឺគេកំណត់ហើយគឺធ្វើយ៉ាងណាគោរពគឺដូចជាការធ្វើតាមរបស់គេយើងអត់ធ្វើតាមគេទេអាចនឹងប្រឈមមុខបញ្ហា page របស់យើងគឺជាប់ពមៀនហើយរកលុយអត់បានទេទី4តកតងជាមួយនឹងការរៀបចំ page គឺនៅពេលដែលយើងបង្កើត page រួចគឺយើងធ្វើការរៀបចំឲ្យ page របស់យើងស្តង់ដារបាទមាន profile មាន cover មានគេហៅថា description ខាងក្រោមមកចង់និយាយអំពីអី page របស់យើងផលិតវីដេអូអំពីអីតកតងជាមួយនឹងការរកលុយក៏ដូចជាផុស blog អីចឹងទៅយើងសរសេរមកខ្លីៗរបស់យើងមានស្តង់ដារហើយក្រុមហ៊ុន Facebook ក៏បាទឃើញ page របស់យើងស្តង់ដារក៏គេអាចនឹងតម្លាក់ 2CM ចំណុចទី5តកតងជាមួយនឹងគុណភាពក៏ដូចជាសុខភាពរបស់ page របស់យើងអញ្ចឹងនៅពេលដែលយើងផុសវីដេអូហើយគឺយើងអាសាទៅមើល page status ដែលយើងចំណាំថាសុខភាព page ហ្នឹងគឺយើងត្រូវមើលដែរអញ្ចឹងនៅពេលដែលយើងផុសវីដេអូស្រាប់តែផុសថ្ងៃណាមួយដាក់ចំណងជើងខុសគោលការណ៍ទៅគេអាចនឹងចាប់វីដេអូរបស់យើងចាប់ពមៀនក៏ដូចជាយើងអាចដាក់ភ្លេងពីគេមកអាចថាខុសអញ្ចឹងទៅគេអាចនឹងពមៀនអញ្ចឹងបើមិនយើងអាសាទៅឆែកមើលគឺយើងដឹងថាខុសកន្លែងណាគឺយើងលុបចោលភ្លាមៗកុំឲ្យទុកឲ្យ page របស់យើងកាន់តែមានបញ្ហាធំអញ្ចឹងណាអញ្ចឹងសរុបមកគឺយើងមាន5ចំណុចហ្នឹងចែកជូនអ្នកនរគ្នាសង្ឃឹមថាយើងនឹងសិក្សាទាំងអស់គ្នាក៏ដូចជាបងប្អូនយើងដែលមានគោលបំណងចង់រកលុយជាមួយនឹង page គឺយើងត្រូវតែដឹងដែរហើយ5ចំណុចផងដែរគឺមិនមែនតែមានតែប៉ុណ្្នឹងគឺគេមានច្រើនទៀតកាថាគោលបំណងរបស់ខ្ញុំគឺយើងចែក5ចំណុចធំនេះឲ្យអ្នកនរគ្នាធ្វើសិនបើសិនធ្វើបានយើងនឹងចែកម្លែកកន្លឹះខ្លះទៀតបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានយើងជួបគ្នាវីដេអូក្រោយ